ខ្ញុំចង់ឲ្យបងជួយ share វីដេអូនេះម្នាក់មួយគឺខ្ញុំត្រូវការទិញបន្លែតកួនស្ពៃក្តាប់ហើយនឹងចង្កឹះគឺខ្ញុំជួយទិញដល់ប្រជាកសិកររបស់យើងដែលគាត់លក្ខណៈថាគាត់ដាំផ្ទាល់ហើយគឺគាត់តម្រូវយកទៅលក់នៅលើទីផ្សារតែមួយរយៈហ្នឹងស្បែកខ្ញុំទៅផ្សារអ្នកលក់អីចាប់ផ្ដើមត្អូញត្អែថាលក់អត់បានដូចមុនដាំហើយលក់អត់ចេញលក់អត់អីអញ្ចឹងក៏គាត់មានការល្អលទាំដែរអញ្ចឹងខ្ញុំក៏មានកំណត់មួយថាពេលដែលខ្ញុំទៅជំរុំខ្លះគឺគាត់អាចដាំបន្លែបានទេអញ្ចឹងជាក់ស្ដែងក៏ខ្ញុំគិតថាខ្ញុំនឹងយកថវិកាមួយចំនួនដែលខ្ញុំប្រមូលបានពីបងសប្បុរសជនទាំងអស់ហ្នឹងខ្ញុំងាកមកជាទិញបន្លែព្រោះមានបងជំនួយស្បៀងផ្សេងតាក់ទងជាមួយនឹងអាហារក្រៀមមានហើយអញ្ចឹងខ្ញុំចង់ឲ្យគាត់មានបន្លែញ៉ាំខ្លះខ្ញុំនឹងប្រកាសទិញបន្លែពីបងដែលគាត់អ្នកដាំហើយខ្ញុំសុំតម្លៃមួយដែលទទួលយកបានសមរម្យទាំងអស់គ្នាហើយខ្ញុំក៏ចង់ផ្ដាំតាមវីដេអូហ្នឹងដែរសម្រាប់បងដែលបងហៅចង់រកស៊ីអីបងរកស៊ីហ្នឹងទៅព្រោះអីបើសិនជាបងមើលវីដេអូហើយ20ខ្លួនឯងគាត់មានកម្លាំងចេញទៅរកស៊ីអីឬក៏ទៅធ្វើអីទេសេដ្ឋកិច្ចយើងគឺអត់ដើរទេអ្នកទាំងអស់គ្នាហើយខ្ញុំក៏ចាប់ផ្ដើមទទួល sponsor វិញហើយខ្ញុំនឹងធ្វើការផ្សព្វផ្សាយតាក់ទងជាមួយនឹងផលិតផលផ្សេងវិញដែរដើម្បីមានចំណូលទប់ទល់ទៅមុខទៀតអញ្ចឹងណាបងទាំងអស់គ្នាព្រោះអីបើសិនជាយើងអត់ចាយលុយទេយើងអត់ខំរកស៊ីទេអត់មានលំហូរលុយទេគឺសេដ្ឋកិច្ចជាតិយើងនឹងគាំងហើយកាលណាគាំងគឺអត់មានជំនួយតាមណាទេបងទាំងអស់គ្នាអញ្ចឹងអ្នកដែលមាននៅកន្លែងទីទួលសុវត្ថិភាពគឺនាំគ្នារកស៊ីធម្មតាលក់ដូរដើម្បីឲ្យមានលំហូរសេដ្ឋកិច្ចឡើងវិញហើយនេះសលៃជូតមុខម៉ូរៀនអ្នកនរគ្នាដែលខ្ញុំប្រើជូតឲ្យឡើងគីឡូហ្មងព្រោះមុខខ្ញុំចាប់ផ្ដើមរោលចាប់ផ្ដើមអីព្រោះដោយសារខ្ញុំទៅជួនកាលអត់បានលាបទាំងការពារកម្ដៅថ្ងៃពេកអត់បានទាំងលាបការពារកម្ដៅថ្ងៃទៀតអញ្ចឹងណាអញ្ចឹងទៅខ្ញុំជូតមុខព្រោះអីអានេះគឺវាត្រូវហ្មងសម្រាប់នេះ 7 day acne clear គឺបងប្រើល្អខ្លាំងមែនតើម៉ូរៀគឺខ្ញុំបានប្រើឲ្យជូតមុខហើយគឺឡើងត្រជាក់ចឹងហ្មងអញ្ចឹងបងកុំភ្លេចជួយទិញម្នាក់មួយផងអូខេហើយបងអាចតាក់ទងទៅក្រុមហ៊ុនបានចឹងខ្ញុំដាក់ page ក្រុមហ៊ុននៅលើហ្នឹងណាហើយបងចាយលុយធម្មតាទៅបងទាំងអស់គ្នាណាព្រោះអីបើសិនជាយើងខោយើងអាឡាភ័យហើយយើងក្តោបលុយຕົកយើងអត់ហ៊ានចាយយើងអត់ហ៊ានធ្វើអីម្នាក់អត់ចាយពីរនាក់អត់ចាយសេដ្ឋកិច្ចគាំងបងអ្នកនរគ្នាព្រោះអីលក់អីអត់បានរកអីអត់បានហើយយើងមានតែចំណាយដើម្បីជំនួយទៅដល់បងប្អូនភាគសឹកនៅវិរៈកងទ័ពអញ្ចឹងជួមុខគាត់ខិតខំហើយយើងជួក្រោយគឺត្រូវតែខិតខំទៀតដើម្បីជាកម្លាំងសាមគ្គីមួយស្មារតីជាតិមួយតស៊ូទៅមុខទៀតព្រោះអីមើលទៅវាមិនគេហៅថាមិនរំពឹងថាវានឹងចាប់ឆាប់ហ្នឹងទេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែប្រមូលស្មារតីប្រមូលកម្លាំងរកស៊ីធម្មតាក៏មើលព័ត៌មានហើយ20ខ្លួនឯងហើយតាំងហៅអូយភ័យដឹងរកស៊ីអីឥឡូវលក់អត់ដាច់អញ្ចឹងត្រូវតែក្តោបលុយទុកកុំចាយកុំអីអត់អញ្ចឹងទេបងប្អូនទាំងអស់គ្នាគឺយើងត្រូវតែរកស៊ីលក់ដូរធម្មតាលក់ដូរគ្នាទិញគ្នាទៅវិញទៅមកឥឡូវដូចខ្ញុំអញ្ចឹងខ្ញុំមានមូលនិធិខ្ញុំទៅជួយទិញបន្លែជួយទិញបន្លែប្រជាកសិកររបស់បងប្អូនយើងអញ្ចឹងទៅហើយគាត់ដាំលក់តទៀតអញ្ចឹងទៅហើយខ្ញុំក៏ចាប់ផ្ដើមផ្សព្វផ្សាយផលិតផលចាប់ផ្ដើមទទួល sponsor អីដូចមុនវិញហើយខ្ញុំការងារសប្បុរសធម៌ហ្នឹងក៏ខ្ញុំនៅតែធ្វើខ្ញុំនៅតែបន្តហើយការទទួលផ្សព្វផ្សាយផលិតផលខ្ញុំក៏នៅតែទទួលអញ្ចឹងដើម្បីបានលុយចំណាយខ្លះចំណាយនៅក្នុងគ្រួសារនិងដើម្បីជួយបងប្អូនយើងបន្តទៀតអញ្ចឹងអរគុណច្រើនបងទាំងអស់គ្នាអរគុណ